អាកែនាយកលោកខ្ញុំនឹងទេលើនេះអាកែនាយកលោកគ្មានអ្នកទទួលទូរស័ព្ទទេវ៉ងឆែនរឿងនេះមកពីខ្ញុំមានការធ្វេសប្រហែសអញកុំអើខឹងអីប្រាក់រង្វាន់ចុងឆ្នាំខ្ញុំនឹងបើកបង្គ្រប់ជូនអញភ្លាមហើយប្រាក់ខែទាំងអស់ក៏នឹងត្រូវដំឡើងឲ្យមួយជាពីរដែររយៈពេល5ឆ្នាំមកនេះខ្ញុំតែងតែទុកចិត្តគាត់ដោយគ្មានលក្ខខណ្ឌប៉ុន្តែថ្ងៃនេះខ្ញុំមិនអាចឆ្លើយតបតាមសម្រួលបានទៀតទេអាកែនាយកលោកខ្ញុំបានទៅខាងផ្នែកហិរញ្ញវត្ថុហើយលោកស្រីលីមែនបានប្រាប់ខ្ញុំថាវាពិតជាចំនួន19យន់មែនហើយ4ម៉ាត់នៅខាងក្រោយគឺគូសុំឲ្យសម្រេចរាល់បំណងប្រាថ្នានាងនិយាយថាអីនាងនិយាយថាគូសុំឲ្យសម្រេចរាល់បំណងប្រាថ្នាប៉ះសម្ដីដើមរបស់នាងគឺអ្វីដែលប្រធានក្រុមប្រឹក្សាពិបាលនិយាយគឺ19យន់ហើយនៅខាងក្រោយមានថែមឃ្លាមួយឃ្លាថាគូសុំជូនពរឲ្យសម្រេចរាល់បំណងប្រាថ្នាថែមទាំងនិយាយថាខ្ញុំចង់បានលុយរហូតដល់ឈ្មោះទៀតផងអាគំរោកលិខិតលីឈប់ពីការងាររបស់ឯងផ្ញើទៅតាំងពីពេលណាម៉ោង9ព្រឹកមិញនេះបានផ្ញើទៅកាន់ផ្នែកធនធានមនុស្សហើយដកថយវិញមកអាកែនាយកលោកខ្ញុំប្រាប់ឲ្យដកថយវិញរឿងនេះបើមិនទាន់ស៊ើបអង្កេតឲ្យច្បាស់លាស់ទេឯងមិនត្រូវទៅណាទាំងអស់ចំនួន19លានយន់ដែលលូហុងយួនខ្ញុំបានសន្យាមិនខ្វះសូម្បីតែមួយកាក់ឡើយអាកែនាយកលោកហៅខ្ញុំមែនទេឬមិនប្រាក់រង្វាន់ចុងឆ្នាំរបស់វ៉ងឆែនគឺនាងជាអ្នកអនុម័តមែនទេចាស់មែនហើយបញ្ជីកណេឲ្យគឺច្បាស់លាស់ណាស់ខ្ញុំបានផ្ទៀងផ្ទាត់ដោយផ្ទាល់ដៃទៀតផងតើតម្លៃប៉ុន្មាន19យន់ចាស់នៅក្នុងពិធីជប់លៀងប្រចាំឆ្នាំខ្ញុំបានប្រកាសនៅចំពោះមុខមនុស្សជាង500នាក់តើវាជាចំនួនប៉ុន្មានអាកែនាយកលោកកាលនោះលោកពិតជាបាននិយាយថា19យន់នឹងជូនពរឲ្យសម្រេចរាល់បំណងប្រាថ្នាមែនរឿងនេះខ្ញុំចាំច្បាស់ណាស់មិនអាចទៅរួចទេអ្វីដែលខ្ញុំនិយាយគឺ19លានយន់19លានយន់មនុស្សជាង500នាក់នៅខាងក្រោមសុទ្ធតែបានឬមានតែនាងម្នាក់គត់ដែលលើជា19យន់អាកែនាយកលោកខ្ញុំលោកហុនយួនលោកហ៊ានវីខ្ញុំផងខ្ញុំធ្វើការនៅក្រុមហ៊ុននេះអស់រយៈពេល8ឆ្នាំហើយគឺ8ឆ្នាំបើនាងមិនចង់ធ្វើទេនាងអាចដើរចេញពីទីនេះឥឡូវនេះបានវ៉ងឆែនចំនួន19លានយន់នឹងត្រូវផ្ទេរចូលកណីរបស់ឯងនៅក្នុងថ្ងៃនេះចំពោះរឿងលីឈប់សូមឯងពិចារណាម្ដងទៀតទៅអាកែនាយកលោករឿងលុយកាក់ខ្ញុំមិនខ្វល់ទៀតទេរយៈពេល5ឆ្នាំនេះខ្ញុំលះបង់ចំពោះក្រុមហ៊ុនកម្រិតណាលោកជ្រាបច្បាស់ក្នុងចិត្តហើយកូដស្នូនៃគម្រោង Shenyuan គឺខ្ញុំជាអ្នកវិបញ្ចូលម្ដងមួយជួរតើខ្ញុំត្រូវដាច់យប់ប៉ុន្មានដងនិងចូលពេទ្យប៉ុន្មានដងរឿងទាំងនេះមិនបាច់រំលឹកទៀតឡើយនោះគឺនេះជាទម្រង់ស្ថាបត្យកម្មកូដស្នូទាំងស្រុងនៃគម្រោង Shenyuan រួមទាំងគម្រោងអាប់ដេតចំនួន 3.0 ដែលខ្ញុំបានកែសម្រួលបន្ថែមនៅពេលក្រោយផងដែរតែរបស់ទាំងនេះមានតម្លៃប៉ុន្មានអស់លោកអ្នកច្បាស់ជាដឹងជាងខ្ញុំហើយការដែលចុះកិច្ចសន្យាដំបូងលក្ខខណ្ឌសិទ្ធិកម្មសិទ្ធិបញ្ញានៃប្រព័ន្ធកូដគឺខ្ញុំជាអ្នកព្រៀងដោយផ្ទាល់អ្វីដែលក្រុមហ៊ុនទិញដាច់គឺលទ្ធផលនៃគម្រោងមិនមែនជាក្រុមប្រព័ន្ធកូដផ្នែកខាងក្រោមនោះទេចំណុចនេះខាងផ្នែកច្បាប់អាចទៅបើកមើលកិច្ចសន្យាឡើងវិញបានវ៉ងឆែនគម្រោង Shenyuan នឹងត្រូវឈានចូលវគ្គទី2នៅខែក្រោយហើយបើឯងចាក់ចេញទៅអាកែនាយកលោកគម្រោងបច្ចេកវិទ្យាវគ្គទី2ឯកសារភ្ជាប់នឹងប្រព័ន្ធទិន្នន័យគឺស្ថិតនៅក្នុងខួរក្បាលរបស់ខ្ញុំទាំងអស់តើលោកចង់ឲ្យលុយ19យន់ជួយជំរុញវគ្គទី2ជូនលោកឬក៏ចង់ឲ្យខ្ញុំជាអ្នកជំរុញវាជំរាបសួរវ៉ងឆែនខ្ញុំគឺខេនយ៉ូជីសៀវនៃក្រុមហ៊ុនបច្ចេកវិទ្យា Dengpan រឿងគម្រោង Shenyuan ពួកយើងអាចជែកគ្នាបាទក្រុមហ៊ុន Dengpan ដែលជាដៃគូប្រកួតប្រជែងធំបំផុតរបស់ Feature Group លោកវ៉ងសូមអង្គុយតើពិសាកាហ្វេឬតែទឹកធម្មតាបានហើយខ្ញុំបាននិយាយតាមទូរស័ព្ទថាពួកយើងអាចជែកគ្នាពីគម្រោង Shenyuan បានឥឡូវនេះនិយាយផ្ទាល់តែម្ដងទៅមិនមែនត្រឹមតែគម្រោង Shenyuan នោះទេគឺរូបលោកផ្ទាល់តែម្ដងដែលខ្ញុំចង់បានលោកអគ្គនាយកខេនលើកដំកើងខ្ញុំពេកហើយខ្ញុំទើបតែដើរចេញពី VJ ទាំងមានរឿងអាស្រូវប្រាក់រង្វាន់19យន់ជាប់ខ្លួនផងនោះមិនមែនជារឿងកំ pl ែងទេប៉ុន្តែវាជាកំហុសដ៏ល្ងង់ខ្លៅបំផុតក្នុងជីវិតរបស់លោកហុងយួនគាត់បានរុញច្រានធនធានមនុស្សដែលមានតម្លៃរាប់ម៉ឺនលានឲ្យដើរចេញដោយផ្ទាល់ដៃកាលពីយប់មិញខ្ញុំសប្បាយចិត្តរហូតដល់សឹងតែគេមិនលក់និយាយត្រង់តែម្ដងទៅក្រុមហ៊ុន Dengpan និង VJ បានប្រកួតប្រជែងគ្នាយ៉ាងខ្លាំងលើវិស័យបន្ទះជីបញ្ញាសិប្បនិម្មិត HF អស់រយៈពេល3ឆ្នាំមកហើយគម្រោង Shenyuan គឺជាចំណុចកាត់សេចក្តីអ្នកណាដែលដំណើរការប្រព័ន្ធ model ធំបានមុនអ្នកនោះនឹងក្តោបក្តាប់ទីផ្សារទាំងមូលក្រុមប្រព័ន្ធកូដស្នូនៅក្នុងដៃរបស់លោកខ្ញុំបានឲ្យគេវិតម្លៃហើយ300លានការវិតម្លៃជំហានដំបូងគឺ300លានយន់ខ្ញុំអាចផ្ដល់ជម្រើសឲ្យលោកចំនួន2ក្រុមហ៊ុន Dengpan ផ្ដល់ជូន300លានយន់ដើម្បីទិញដាច់ប្រព័ន្ធកូដ Shenyuan របស់លោកទទួលបានលុយហើយអាចទៅណាមកណាដោយសេរីលោកនាំយកប្រព័ន្ធកូដនេះមកចូលរួមជាមួយ Dengpan ដោយធ្វើជា CEO រួមនៃផ្នែកអាជីវកម្ម A និងកាន់កាប់ភាគហ៊ុន15ព្រមទាំង